មនុស្ស4នាក់រងរបួសដោយសារគ្រោះថ្នាក់រថយន្តពងដឹកស៊ីម៉ង់បុកក្រាស់បើក្នុងល្បឿនលឿននៅលើកំណាត់ផ្លូវជាតិលេខ31ត្រង់ចំណុចផ្លូវថ្នល់បំបែកជា3ស្រុកកំពង់ត្រាចចេញផ្សាយថ្ងៃទី10ខែមីនាឆ្នាំ2025មនុស្ស4នាក់រងរបួសដោយគ្រោះថ្នាក់រថយន្តពងដឹកស៊ីម៉ង់បុកក្រាស់បើក្នុងល្បឿនលឿននៅលើកំណាត់ផ្លូវជាតិលេខ31ត្រង់ចំណុចផ្លូវថ្នល់បំបែកជា3ស្រុកកំពង់ត្រាចខេត្តកំពតពេលមកដល់ផ្លូវថ្នល់បំបែកជា3បណ្ដាឲ្យមនុស្ស4នាក់បានរងរបួសព្រោះរថយន្តពងដឹកស៊ីម៉ង់នោះត្រូវបានក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋនិងមានការខូចខាតទ្រព្យសម្បត្តិចំនួន4គ្រួសារទៀតហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី9ខែមីនាឆ្នាំ2025នៅលើកំណាត់ផ្លូវជាតិលេខ31ត្រង់ចំណុចផ្លូវថ្នល់បំបែកជា3ភូមិបឹងធំខាងកើតឃុំអង្គសុរភីស្រុកកំពង់ត្រាចខេត្តកំពតបើស្ដាប់តាមការអះអាងពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះក្នុងឧบัติហេតុរថយន្តក្រឡាប់ហើយបោកមួយខ្យល់រហូតចូលដល់ផ្ទះប្រជាពលរដ្ឋនោះបាននិយាយឲ្យដឹងថាផ្ទះរបស់គាត់បានលក់ដូរជាប្រចាំទាំងយប់ទល់ភ្លឺនៅមុនកើតហេតុនោះគេបានឃើញក្រុមយុវជនចំនួន4នាក់បានជិះម៉ូតូ2គ្រឿងបានមកអង្គុយលេងនៅលើម៉ូតូស្រាប់តែរថយន្តពងដឹកស៊ីម៉ង់មួយគ្រឿងបានបើកមកពីជើងហើយបាត់ទៅលិចមានល្បឿនលឿនហើយក្រឡាប់រថយន្តប្រវែងជាប់20ម៉ែត្របានខ្ទាតអូសចូលទៅបុកមនុស្សទាំង4នាក់ដែលជាអ្នកដំណើររីឯប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះមិនមានអ្នកណារងរបួសធ្ងន់ធ្ងរទេខូចខាតតែវ៉ាន់ចាប់ហួយលក់ដូរនិងម៉ូតូប៉ុន្តែចាត់ទុកថាសំណាងហើយព្រោះមានលក់ប្រេងសាំងដែលមិនបានឆេះឆាប់ព្រោះអ្នកលក់ដូរបានឃើញទស្សនភាពរថយន្តក្រឡាប់ពួកគេនាំគ្នារត់បរោះជាអ្នកលក់ដូររូបនោះបាននិយាយប្រាប់បន្តទៀតថាបន្ទាប់ពីបានកើតរឿងហេតុនេះអ្នកបើកបរជាប់ក្នុងកាប៊ីនឡានហើយក៏បានខាត់ខ្លួនប្រគល់ឲ្យនគរបាលសួរនាំតែអ្នកបើកបរមានអាការស្រវឹងស្រាលរថយន្តបានធ្វើការស្ទូចរថយន្តក្រឡាប់ដោយមានផ្ទុកស៊ីម៉ង់រាប់តោនពេញមួយថ្ងៃយកទៅរក្សាទុកនៅអធិការនគរបាលស្រុកនិងសម្ភារៈខូចខាតក៏កំពុងរាប់ចំនួននិងអ្នករងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម